មនុស្សនោះបានទាញវាំងនឹងបន្ទប់ទឹកចេញនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអតីតស្វាមីរបស់នាងនៅស្ងៀមទាំងស្រុងនៅក្នុងទឹកគាត់ប្រញាប់មករកគាត់ភ្លាមដូចមនុស្សឈួតដោយភ័យស្លន់ស្លោជើងរបស់ខ្ញុំបានរអិលហើយខ្ញុំបានបាត់បង់តុល្យភាពគាត់ដួលក្បាលចូលទៅក្នុងអាងងូតទឹកបន្ទាប់ពីគាត់បានដឹងខ្លួនឡើងវិញជាចុងក្រោយលុះត្រាតែពេលនោះទើបពួកគេដឹងថាវាគ្រាន់តែជារឿងកំប្លែងដែលបុរសនោះបានគ្រោងទុកយ៉ាងល្អិតល្អន់កំហឹងដ៏ខ្លាំងមួយបានហូរចូលក្នុងខ្លួនខ្ញុំអ្នកកំពុងធ្វើអ្វីតើមានអ្វីរំខានអ្នកនាងជីឈៀនមានការភ្ញាក់ផ្អើលមួយសន្ទុះចំពោះសំណួរថាតើអ្នកឈួតមែនទេវាត្រូវការពេលមួយផ្លែតដើម្បីជាសះស្បើយវាបានបង្ហាញថាបន្ទាប់ពីចេញពីធ្វើការនាងស៊ីឈៀនបានឃើញរួនលីវជើងចូលទៅក្នុងឡានរបស់គូប្រជែងស្នេហារបស់គាត់គឺមេធាវីស៊ូកំហឹងក្នុងចិត្តខ្ញុំស្រាប់តែផ្ទុះឡើងគាត់ចង់ទូរស័ព្ទទៅរួនវិញប៉ុន្តែខ្ញុំមិនអាចបង្ខំខ្លួនឯងឲ្យធ្វើវាបានទេបន្ទាប់ពីគិតរួចនាងសៀងបានប្រាប់រួនលីវជើងថានាងឈឺរួនលីវជើងបានទូរស័ព្ទទៅដោយក្តីបារម្ភបន្ទាប់ពីបានដឹងដំណឹងនោះនេះបាននាំឲ្យមានឈុតឆាកនៅដើមដំបូងបន្ទាប់ពីរៀបចំខ្លួនរួចអ្នកទាំងពីរបានចូលទៅបន្ទប់ទទួលភ្ញៀវពេលគិតឡើងវិញអំពីអ្វីដែលទើបតែកើតឡើងខ្ញុំមានអារម្មណ៍ទាំងខឹងនិងសប្បាយអ្នកពិតជាមិនគិតថាខ្ញុំនឹងធ្វើអត្តឃាតទេមែនទេរួនលីវជើងបានបង្វិលភ្នែកមើលគាត់ដោយការរំខានប្រសិនបើនាងមិនចង់សុំឲ្យខ្ញុំមកមើលគាត់ទេខ្ញុំមិនខ្វល់ថាអ្នករស់ឬស្លាប់ទេរួនលីវជើងបានឃើញថានាងជីឈៀនគ្មានគ្រោះថ្នាក់អ្វីទេទើបតែនិយាយលាហើយក៏ចាក់ចេញទៅដោយមិននឹកស្មានដល់គាត់បានបញ្ឈប់នាងបានត្អូញត្អែថាគាត់គ្មានបេះដូងហើយមិនមើលថែនាងពេលនាងឈឺរួនលីវជើងដឹងក្នុងចិត្តថាវាគ្រាន់តែជាលេសសម្រាប់គាត់ក្នុងការស្នាក់នៅប៉ុណ្ណោះគាត់ពិតជាឈឺមែនភ្លាមនោះមេធាវីខោបានទូរស័ព្ទមកនាងជីឈៀនស្រាប់តែខឹងសម្បាពេលដូច្នេះរួនលីវចិនបានពន្យល់យ៉ាងរហ័សនិងស្ងប់ស្ងាត់ថាមេធាវីស៊ូបានឮថាគាត់ឈឺពួកគេបានទូរស័ព្ទមកជាពិសេសដើម្បីពិនិត្យមើលខ្ញុំប៉ុន្តែការពន្យល់នេះមិនបានពន្លត់កំហឹងរបស់នាង Shechin ទេផ្ទុយទៅវិញការច្រណែនកាន់តែខ្លាំងឡើងគ្រាន់តែឈ្មោះ Cholen ធ្វើឲ្យខ្ញុំឈឺក្បាលនិងមានអារម្មណ៍ចង់ក្អួតហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមឈឺពួកគេមិនមែនជាមនុស្សអាក្រក់ទេហើយអ្វីបានជាអ្នកតែងតែកំណត់គោលដែលលើគាត់តើអ្នកមិនអាចប្រាប់ខ្ញុំបានទេខ្ញុំច្រណែនជាយូរមកហើយខ្ញុំជូរចាប់ខ្លាំងណាស់ខ្ញុំហៀបនឹងស្លាប់សម្លឹងមើលនាងជីឈៀនបារម្ភពីរូបរាងខ្លួនឯងខ្លាំងណាស់រួនវាសេងសប្បាយចិត្តជាខ្លាំងខ្ញុំមិនអាចជួយអ្វីបានក្រៅពីនិយាយលេងថានេះជាទឹកខ្មេះចាស់ដែលមានជាតិ fermented នាងជីឈៀនបានសារភាពដោយស្មោះត្រង់ចំពោះអារម្មណ៍របស់គាត់បន្ទាប់មកគាត់បានតបវិញដោយសួររួនវាសេងថាតើគាត់ហ៊ានសារភាពអារម្មណ៍របស់គាត់ចំពោះគាត់ដែរឬទេពាក្យទាំងនេះធ្វើឲ្យរួនវាសេងស្ងាត់មាត់ភ្លាមការជឿចាប់ពី6ឆ្នាំមុនគឺដូចជាស្លាកស្នាមដែលមិនអាចជាសេះស្បើយបានវាធ្វើឲ្យគាត់ខឹងឥតឈប់ឈរនេះធ្វើឲ្យគាត់ពិបាកធ្វើជំហាននោះបានយ៉ាងងាយស្រួលនាងជីឈៀនបាននិយាយទាំងញឹមញែមថាមានវិធីមួយដើមបិសាលបងធម្មជាតិពិតរបស់នរណាម្នាក់ចម្លើយប្រកាសជានឹងជាស្នេហាគ្រាន់តែរួនវាសេងភ្ញាក់ផ្អើលលៀងជីឈៀនស្រាប់តែស្ទុះមករកគាត់ចលនាភ្លាមនេះបានធ្វើឲ្យយ៉ៃលឺឆាញ់ភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំបានរុញគាត់ទៅម្ខាងដោយមិនដឹងខ្លួនប៉ុន្តែគាត់ក៏ខ្លាចធ្វើបាបនាង Shechin ដែរគាត់ប្រញាប់ប្រញាល់ទៅមុខដើម្បីពិនិត្យដោយមិននឹកស្មានដល់នាងជីឈៀនបានឆ្លៀតឱកាសរុញគាត់ចុះទៅលើសាឡុងកំចាត់យ៉ៃលឺត្រង់ដោយផ្ទាល់ជាលទ្ធផលពួកគេទាំងពីរនាក់បានគេងលក់ហួសពេលដោយសារតែអស់កម្លាំងអ្នកទាំងពីរបានរៀបចំខ្លួនយ៉ាងលឿនរួចក៏ចេញទៅក្នុងពេលប្រញាប់ប្រញាល់នោះខ្ញុំបានជួបអូនប្រុសទី2របស់នាងជីឈៀននៅច្រកចូលចណ្ដាលយន្តដោយមិនបានគ្រោងទុកឈុតឆាកនេះបានខ្លាចជាឆ្កងខ្លាំងណាស់ចេងមេហ្វីអ្នកមកធ្វើពីនៅទីនេះពេលព្រឹកព្រលឹមម្លេះម្សិលមិញអ្នកនៅជាមួយគ្នាមែនទេគាត់បានមកតាំងពីព្រឹកព្រលឹមដើម្បីយកឯកសារមកឲ្យខ្ញុំដៃទាំងពីរនោះទេស្អាតគ្មានឯកសារអ្វីទាំងអស់ចាំខ្ញុំមើលបន្ទាប់ពីនោះទំនាក់ទំនងរបស់ពួកគេកាន់តែក្តៅគប់ឡើងយ៉ាងឆាប់រហ័សសូម្បីតែពេលផឹកទឹកក៏ដោយលៀនជីឈៀនផ្ទាល់នឹងញ៉ាំវាដល់មាត់របស់គាត់ផ្អែមល្ហែមដូចគូស្នេហ៍ដែលស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅខ្ញុំទើបតែដើរចូលទៅក្នុងមន្ទីរពេទ្យហើយចៃដន្យឲ្យបានជួបមិត្តរួមការងាររបស់ខ្ញុំមកពីនាយកដ្ឋានតែមួយដែលបានមកជាមួយគ្នាមិនចាំបាច់និយាយទេថ្ងៃនេះខ្ញុំបានជួបអ្នកនៅច្រកចូលឬនៅស្ថានីយ៍រថភ្លើងក្រោមដីច្រកចូលរថភ្លើងក្រោមដីពេលមិត្តរួមការងាររបស់គាត់បានដឹងថាវានៅច្រកចូលរថភ្លើងក្រោមដីគាត់មិនអាចជួយអ្វីបានក្រៅពីលាន់មាត់ថាវាចៃដន្យប៉ុណ្ណាឡើយនៅថ្ងៃបន្ទាប់អ្នកទាំងពីរបានចំណាយពេលទាំងអស់ជាមួយគ្នាបន្ទាប់ពីចេញពីធ្វើការពួកគេបានទៅផ្សារកសិករជាមួយគ្នាដើម្បីទិញគ្រឿងផ្សំបន្ទាប់មកពួកគេបានចម្អិនម្ហូបជាមួយគ្នានៅក្នុងផ្ទះបាយសូមរីករាយជាមួយអាហារពេលល្ងាចក្រោមពន្លឺទៀនហើយបន្ទាប់មកអោបគ្នាលើសាឡុងដើម្បីមើលកម្មវិធីទូរទស្សន៍ជាបន្តបន្ទាប់ពេលវេលាដ៏កក់ក្ដៅនិងអស្ចារ្យនេះដូចជាដៃទន់ភ្លន់មួយគូដែរវាបានបន្ធូរបន្ថយរបួសដែលបន្សល់ទុកដោយអាពាហ៍ពិពាហ៍ដែលបរាជ័យរបស់រួនលីសេងបន្តិចម្ដងរហូតដល់ថ្ងៃមួយនៅពេលដែលយើងកំពុងពិភាក្សាអំពីការងារនៅលើដំបូលមន្ទីរពេទ្យលីងជីឈៀនបាននិយាយដោយធម្មតាថាតើរឿងនេះគ្រប់គ្រាន់ដើម្បីជួយខ្ញុំឲ្យជាសះស្បើយទេខ្ញុំប្រកាសថាអ្នកនឹងមានពេលមុនពេលដែលរួនលីសេងអាចមានប្រតិកម្មបន្ទាប់មកគាត់ក៏ក្រោកឡើងហើយចេញទៅដោយក្តីរំភើបរួនលីវជើងឈរនៅទីនោះទាំងងឿងឆ្ងល់ចិត្តខ្ញុំទេស្អាតគាត់មិនអាចដឹងខ្លួនវិញបានរយៈពេលយូរទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាង Shechin បាននាំរួនវាចេញទៅផ្ទះនៅល្ងាចនោះអ្វីដែលគាត់និយាយនៅក្នុងឡានធ្វើឲ្យគាត់និយាយមិនចេញខ្ញុំមិនចាំបាច់កាត់ចេញអ្វីទេនៅរសៀលថ្ងៃសុក្រក្រោយយើងបានប្រគល់វិញ្ញាបនត្រមកវិញវិញ្ញាបនបារវ័យគ្រាន់តែលេងលេះគ្នារួចយកសម្បត្តិអាពាហ៍ពិពាហ៍ថ្មីមកធ្វើសម្លេងបញ្ជារបស់នាងជីឈៀនធ្វើឲ្យគាត់មិនសប្បាយចិត្តយ៉ាងខ្លាំងចុះពីឡានក្រុងហើយចាក់ចេញប៉ុន្តែបុរសត្រង់ដែលគ្មានចំណេះដឹងនេះមិនដឹងថាហេតុអ្វីបានជារួនវាសេងខឹងនោះទេគាត់បានចុះពីឡានយ៉ាងលឿនហើយសួរគាត់ថាហេតុអ្វីតើអ្នកបានស្នើខ្ញុំហើយឬនៅអ្នកគ្រាន់តែសុំខ្ញុំរៀបការជាមួយអ្នកម្ដងទៀតមែនទេយើងក៏ត្រូវការផងដែរសំណើមួយនៅតែត្រូវការ